នេះបន្តដំណើរទៅណាបាទទៅឆ្នេរសមុទ្រឡាងធំឡាងតូចឆ្នេរសមុទ្រแล้วก็ไหหนานแล้วก็ไหหนานទីក្រុងសញ្ញាឥឡូវនេះកំពុងតែបន្តដំណើរទៅឆ្នេរសមុទ្ររូងភ្នំតូចធំដែលប៉ាខ្ញុំនិយាយមុននឹងថាឆ្នេរសមុទ្រឡាងទូចឡាងធំរូងភ្នំហើយនឹងឡាងភ្នំអត់មានអីខុសគ្នាណាគ្នាពាក្យហ្នឹងតែមួយតែបើណាគ្នាគាត់ថាខុសគ្នាចាំជួយណែនាំប្រាប់ខ្ញុំវិញនៅទីនេះក៏បាត់ឈ្មោះជាអង់គ្លេសគឺ Fairyland ប៉ុន្តែអត់ដឹងថាឈ្មោះចិនមានន័យថាម៉េចទេតែបើសិនបើភាសានៅក្នុងបកប្រែនៅក្នុងធัวមកកាន់ពួកខ្ញុំគឺរូងភ្នំឬក៏ឡាងទូចឡាងធំនឹងឯណាគ្នាតែនៅទីនេះអត់មានឡាងអត់មានរូងភ្នំអីទេណាគ្នាគឺឆ្នេរសមុទ្រទេនេះគ្នានេះរូបថ្មឡាងទូចឡាងធំទេអសគេអញ្ចឹងនេះឡានកុយយើងអាចជួបានគេយកពួកខ្ញុំដើរតាមកាយគេយកម្នាក់40យន្តទៅមកអញ្ចឹងតែយើងទៅមកគឺអត់បានថតរូបថតអីទេបើជីទៅហើយជីមកទេទី2នៅហ្នឹងដើរ8គីឡូដីអញ្ចឹងយើងដើរតាមសមត្ថភាពយកបានប៉ុណ្ណាគឺយើងយកស្មានហ្នឹងហើយអានោះកង់ខ្លាំងធ្វើកោះបាលីអាហ្នឹងការទៅវៀតណាមក៏មានដែរតែក៏ប៉ិតស៊ីនគេនៅឥណ្ឌូនេស៊ីនៅតំបន់ដើរលេងនេះគឺនៅជាប់ឆ្នេរសមុទ្រនឹងមានផ្ទៃដី8គីឡូម៉ែត្របើសិនបើអ្នកគ្នាចង់ដើរលេងនៅទីនេះឲ្យសពគ្រប់ជុំវិញកន្លែងទី1គឺដើរមកតាំងពីព្រឹករហូតដល់ល្ងាចគឺអាហ្នឹងអត់អស់ផងទី2អ្នកគ្នាអាចជួជាឡានអង្គុយជិះមើលផងដែរម្យ៉ាងវិញទៀតអ្នកគ្នាដឹងហើយថានេះគឺជាកោះដូចនេះជុំវិញហ្នឹងប្រកាសជាឆ្នេរសមុទ្រហើយអ្នកគ្នាគ្រាន់តែឆ្នេរសមុទ្រទី1ដែលគេធ្វើនៅក្នុងកោះហ្នឹងគឺខ្ញុំអត់បានទៅទេប៉ុន្តែគឺខ្ញុំមកឆ្នេរសមុទ្រដែរជាជំរើសទី1សម្រាប់ទេសចរមិញយើងនៅប៉ៃខាងក្រៅនេះហើយយើងដើរចូលតាមបងសបកបងអីលុយឥឡូវចូលមកដល់ប៉ៃខាងក្នុងវិញនៅគេមានកោះបៃលីនោះម្នាក់230យន់កន្លែងនេះគេថតរូបអស់លុយណាគ្នាថតរូបដូចជាមួយស្លឹក30យន់តែដឹងខ្ញុំផ្លែ5ស្លឹក230យន់5ស្លឹកប្រហែលជា20រៀលជាងដុល្លារហ្នឹងហើយកន្លែងកោះបាលីនេះយើងបើយើងចង់ចូលក្នុងអាហ្នឹងយើងអស់លុយម្នាក់230យន់ទៀតតែបើយើងថតធំក្រៅអត់លុយទេគេណាគ្នាថតខាងក្នុងអស់លុយថតពីញ៉ាទេព្រីណ៎គេថតមុនហ្នឹងចូលក្នុងអស់លុយណាគ្នាអូកាន់តែចិត្តពីក្រោមទ្វារចូលទៅវាដូចជាផ្សារមួយចឹងណាគ្នានៅពេលដែលយើងទិញសម្បត្តិចូលហើយតមកវាមានកន្លែងទូចៗនៅក្នុងនឹងទៀតដូចជាមានហាងបាយហាងកាហ្វេហាងដងកន្លែងដែលថតរូបកោះបាលីនេះជាដើមចឹងណានៅមុនទៅវៀតណាមគេគ្រាន់តែធ្វើខ្លោងទ្វារនៅហាងកាហ្វេគេយើងថតលេងចឹងណាអានេះនៅខាងកោះហៃណានគេធ្វើលយដែរតែមាននៅខាងឆ្នេរដូចអាស៊ីនមែនតែនទៀតនៅដូចអាស៊ីនមែនតែនទៀតតែអស់ពី30យន់ពួកខ្ញុំអត់បានចូលទេខ្ញុំបន្តទៅទៀតហើយទី1គឺពេលវេលាធัวគឺខ្ញុំដើរលេងតាមធัวមានពេលវេលាត្រឹមតែ1ម៉ោងយើងដើរលេងគ្រប់ទេទី2នៅនឹងតម្លៃថ្លៃដែរពី99យន់សដាមដងណាគ្នាតែក្តៅតែណាគ្នាត្រូវចូលក្នុងឯងប៉ុន្តែយើងនៅកន្លែងលបងបានហ្នឹងយើងដើរទៅមើលបាននេះវាមានឆ្នេរមានជាអីចឹងអានេះចដើតាមសួរគេថតមានឆ្នេរមានអីចឹងណាគ្នាគេលេងអ្នកចូលក្នុងហ្នឹងគេថតលេងនៅហ្នឹងចឹងអូខេសម្បត្តិគាត់ខ្លាំងហើយគាត់ឡើងចូលដល់ចុងក្រោយគេហ៊ានណាខ្ញុំដូចមិនហ៊ានទេខ្ញុំហើយនេះមានថ្មមានអីឆ្នេរអីអ្នកគ្នានិយាយទៅនេះវាគ្រាន់តែជាឆ្នេរសមុទ្រធំដែលយើងនៅក្នុងកោះឯណានហ្នឹងណាអញ្ចឹងតែនេះគ្រាន់ឆ្នេរសមុទ្រជុំវិញហ្មងហើយនេះគឺថ្មហ្នឹងទៅតែអត់ចូលទេហើយនេះផ្លូវដើរយើងដើរជុំវិញមើលទៅសភាពហ្នឹងទៅខាងក្រោយគឺឆ្នេរសមុទ្រកាដេកគេគ្រាន់តែមានដើមឈើដើមដូងច្រើនហើយគេលេងពណ៌ឲ្យយើងថតរូបយ៉ាងទៅអ្នកអត់បានចូលនៅក្នុងហ្នឹងក៏ប៉ិតកន្លែងពិសេសគេគឺឆ្នេរសមុទ្រចូលហ្នឹងឯងនិយាយទៅអ្នកគ្នាសដើមដូង
នៅក្នុងនេះគឺមានកន្លែងថតរូបស្អាតៗជាច្រើនដែលជាតាមហាងដែលហាងគេដេក័ររៀងៗខ្លួនណាប៉ុន្តែដោយសារតែខាងពួកខ្ញុំនេះគឺដើរលេងធัวគឺគេទិញសម្បត្តិដើរចូលមើលតែប៉ុណ្្នឹងទេហើយដែលយើងចង់ថតស្អាតអស់លុយយើងដើរទៅទៀតមានតួគេមកទៀតខ្ញុំមិនដឹងអីគេអ្នកចូលក្នុងហ្នឹងតជីកប៉ាល់ជីអីទេជីកណូជីអីក្នុងប្លង់ដែលខ្ញុំមើលហ្គាយមិញណាទី1កន្លែងកោះរូបកោះបាលីកូពីមិញហ្នឹងទី2នៅកន្លែង7000នេះហើយយើងទៅមុខទៀតគឺមានឆ្នេរអីថតអីលេងទៀតចឹងទៅចឹងប៉ុណ្ណឹងដើរកន្លែងបដាជគុណខ្ញុំគិតបដាជគុណឋានជេងច្រឡងធរហើយនេះខ្ញុំមើលឆ្នេរកន្លែងនេះមានឲ្យយើងចោះយើងមើលបានតែខ្ញុំនៅប្លង់នេះហើយខ្ញុំចោះថតហ្នឹងណាក៏ពិតពេលដែលស្ពី7000នេះពេលផ្លូវ7000នេះដូចយើងមើលមិនដឹងថាមានរូបផ្សេងទៀតតែកាត់លុយអញ្ចឹងអត់បានចូលទេក្រមើលបានរូបឋានជេងច្រឡងធរអេសុំនិយាយកន្លែងលក់ហ្នឹងតិចមើលមិនវិញគេឲ្យភ្លក់មិនគេឲ្យភ្លក់រួចមិនអីមិនមានហ្វេគាត់ថាមានហ្វេឲ្យតម្លៃនៅហ្នឹងគេលុនតួគេលុនធំមកយើងទិញឲ្យអត់ថ្លៃដំបូងគេឲ្យយើងញ៉ាំហ្វ្រីដល់ពេលយើងញ៉ាំទៅគេសុំវល់យើងទិញឲ្យយើងសុំវល់យើងទិញគេលុនតួតោះយើងទៅវិញហើយសម្រាប់ទីនេះបើសិនជាអ្នកគ្នាទិញសម្បត្តិចូលហើយវានឹងមានហាងទូចទៀតសម្រាប់យើងចំណាយលុយបន្ថែមហើយនៅទីនេះមានផ្ទៃដីធំណាស់គឺទៅដល់8គីឡូអ្នកគ្នាអត់អាចដើរអស់ទេអញ្ចឹងអ្នកគ្នាអាចជួលជាឡានអគុយជិះជុំវិញនឹងបានហើយបើសិនជាអ្នកគ្នាមកដល់ទីនេះឃើញគេហៅថតរូប free អ្នកគ្នាអាចថតបានគឺគេ free ថតរូបអ្នកគ្នាមែនគឺគ្រាន់តែ free ទេតែរូបថតគឺយើងកាត់លុយផ្សេងមួយវិញទៀតអ្នកគ្នាឃើញដើមដូងច្រើនណាស់ប៉ុន្តែបើសិនជាយើងចង់ផឹកផ្លែដូងឬក៏ផ្លែទឹកដូងហ្នឹងគឺមានតម្លៃថ្លៃមែនទែនរហូតដល់20ទៅ25យន់ល្បាក់3ទៅ4ដុល្លារហើយទីនេះគឺគេលក់ថ្នាំបុរាណចិនអស់ពីកន្លែងគេលក់យើងសិនឥឡូវកន្លែងនេះគឺគេលក់វត្ថុអនុស្សាវរីយ៍ស៊ូវេនីនៅលើភ្នំដែលជាលអាងតូចធំហ្នឹងណាអូខេស៊ូវេនីនេះគឺជាទស្សនវិជ្ជាតាមផ្លូវនិងជាផ្ទះកសិករដែលគេធ្វើចំការនៅទីនេះហើយតាមផ្លូវគឺមានដើមដូងច្រើនមែនទែន